ម្ដងទៀតហើយអញ្ចឹងលំហាត់វគ្គហ្នឹងគឺយើងធ្វើតែតងទៅនឹងការសម្រួលកសោមA គឺស្មើជាមួយនឹងsin 5x បូកជាមួយនឹង sin x បូកជាមួយនឹង sin 3x ចែកជាមួយនឹង cos 5x បូក cos x បូក cos 3x នេះគឺជារូបមន្តដែលយើងត្រូវប្រើនៅក្នុងលំហាត់មួយហ្នឹងតោះឥឡូវយើងចង់ដឹងថាតើលំហាត់មួយហ្នឹងយើងគួរសម្រួលកសោមនឹងដាក់ដូចម្ដេចហើយតាមរយៈរូបមន្តពីរហ្នឹងឥឡូវយើងមកមើលទាំងអស់គ្នាអត់មានអីពិបាកទេទាំងអស់គ្នាគឺទាំងអស់គ្នាធ្វើសិនណាយក 5x នេះមកបូកជាមួយនឹង x នេះសិននេះ sin 5x មកបូកជាមួយនឹង sin x នេះមកទុក sin 3x បន្តមកទៀតកូននេះក៏ដូចគ្នាដែរយក cos 5x មកបូកជាមួយនឹង cos x ហើយឲ្យទុក cos 3x នេះនៅនឹងសិនអូខេឥឡូវយើងមកអនុវត្តរូបមន្តទាំងអស់គ្នានេះ sin 5x បូកជាមួយនឹង sin x ដែល 5x ហ្នឹងគឺជាតួពេចំណែកតួពេចំណែក x ហ្នឹងគឺជាគុយទេបងប្អូនអញ្ចឹងយើងបាន2 sin 5x បូក x ចែក2គុណជាមួយនឹង cos 5x ដក x ចែក2ដូចគ្នាអញ្ចឹងយើងបាន2 sin 5x បូក x ចែក2គុណជាមួយនឹង cos 5x ដក x លើ2អូខេបូកជាមួយនឹងម៉ានបងប្អូនsin 3 sin 3x sin 3x នេះយើងទុកកតាសិនណាបន្តមកទៀតនៅលើម៉ានបងប្អូនចាប់ដើមមកប្របែកភាពបែងម្ដង cos 5x បូកជាមួយនឹង cos x យើងប្រើតាមរូបមន្តខាងក្រោមនេះប្រភាពបែងគឺយើងបាន cos 5x បូកជាមួយនឹង cos x យើងប្រើតាមរូបមន្ត cos 8បូកជាមួយនឹង cos គុយហើយ cos 3x ហ្នឹងក៏យើងទុកនៅទៅដែរដូចជា sin 3x ហ្នឹងអញ្ចឹងអញ្ចឹងយើងបាន2 cos 5x បូក x 2 cos 5x បូក x ចែកជាមួយនឹង2គុណជាមួយនឹង cos 5x ដក x ចែកជាមួយនឹង2បូក cos 3 cos 3x ឥឡូវយើងធ្វើមួយទៀតបងប្អូនចាប់ដាក់បូកសូមគ្នាឲ្យចែក2សិនណាយើងបាន2 sin 5x បូក x ចែក2អញ្ចឹងដូចបងប្អូនដឹងអញ្ចឹង 5x បូក x យើងបាន 6x 6x ចែក2យើងបាន 3x អញ្ចឹងត្រង់កន្លែងហ្នឹងយើងបាន2 sin 3 3x ត្រង់កន្លែងកូននេះក៏ដូចគ្នាដែរបងប្អូន 5x ដក x គឺយើងបាន 4x អញ្ចឹង 4x ចែកជាមួយនឹង2សល់ cos 2 cos 2x បូកជាមួយនឹង sin 3 sin 3x អូខេត្រង់កន្លែងនេះវិញក៏យើងចាប់ដាក់បូកឈប់គ្នាចែកដែរដោយសារតែនឹងក៏វាដូចគ្នាទេអញ្ចឹងបានមកគឺបាន cos 3x គុណជាមួយនឹង cos 2x ដែរអញ្ចឹងឯងយកបាន2 cos 3x គុណជាមួយនឹង cos 2x បូកជាមួយនឹង cos ម៉ានបងប្អូន cos 3 3x sin 3x ជាកតាណាបងប្អូនអញ្ចឹងយើងបាន sin 3x កតា2 cos 2x បូក1ភាពបាញ់ក៏ចឹងដែរបងប្អូនយើងចាប់2 cos 3x ជាកតាយើងចាប់ cos 3x បងប្អូន2ហ្នឹងចាប់អត់កាលទេអញ្ចឹងយើងបាន2 cos 2x បូក1បងប្អូនមើលកន្លែងណាដែលយើងអាចសម្រួលបានគឺ2 cos 2x បូក1ទាំងលើទាំងក្រោមគឺយើងអាចសម្រួលបានណាអញ្ចឹងយើងសល់ sin ចែកជាមួយនឹងកូនដូចបងប្អូនដឹងអញ្ចឹងថាតង់ស្មើជាមួយ sin ចែកកូនអញ្ចឹង sin ចែកកូនក៏ស្មើជាមួយនឹងតង់ដែរអញ្ចឹងយើងបានតង់ 3x នេះគឺជាការសម្រួលកសោមហើយយើងគឺចម្លើយស្មើប៉ុណ្ណឹងណាបងប្អូននេះគឺតង់ 3x មិនដែរបងប្អូនលំហាត់ហ្នឹងគឺយើងគ្រាន់តែអនុវត្តទៅលើរូបមន្ត sin ពេបូកជាមួយនឹង sin គុយ cos ពេបូកជាមួយនឹង cos គុយឯងស្រាលបងប្អូនសង្ឃឹមថាបងប្អូនអាចចាប់បានណាអញ្ចឹងលំហាត់គឺមានតែប៉ុណ្្នឹងឯងអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាបើសិនជាចូលវីដេអូខ្ញុំកុំភ្លេចជួយ follow page ហើយនិង subscribe YouTube ខ្ញុំផងអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយ